Chúng tôiលោកគ្រូខ្ញុំឈ្មោះអ្នកសុផាណាមកពីក្រុម ICU 6ថ្ងៃខ្ញុំមកធ្វើវីដេអូអំពី midterm project របស់ Linux ដែលធ្វើទៅលើ file server ដំបូងយើងធ្វើការ install ទៅលើ Samba ចាប់ពី install Samba ធ្វើការ enable ទៅលើ firewall ហើយយើងឲ្យ firewall allow ទៅលើ Samba តោះចាំមើលទៅលើ status គឺ active តោះមកយើងធ្វើការ configure ទៅលើ firewall Samba ដែលចូលមកដល់ក្រោមគេថ្មីយើងសេcommand ថ្មី public គឺប្រាប់គឺប្រើសម្រាប់គឺគ្រប់គ្នាអាច access ចូលបានតមកយើងធ្វើការបង្កើត directory សម្រាប់ដាក់ file តមកធ្វើការ restart ទៅលើ service របស់ Samba តទៅពី restart យើងឆែកទៅមើល IP ដើម្បីសម្រាប់យើង log ចូល IP របស់ខ្ញុំគឺ 192.168.176.134 ពេលđấy នេះ folder public ដែលយើងបានបង្កើតក្នុងមាន file đấy គឺយើងអាចបង្កើត file ក្នុងនឹងបានតែក្នុងខ្ញុំសេអក្សរដាក់មុនសិនមកតមកយើង save វាតមកយើងឆែកទៅមើលទៅក្នុង directory របស់យើងមាន file នឹងដែលយើងបង្កើតហើយនេះគឺ file នឹងមានតមកយើងធ្វើការ configure ទៅលើ file របស់សាមញ្ញមួយទៀតដែលយើងដែលប្រើ private សម្រាប់ពេល log ចូលត្រូវប្រើ username ហើយនិង password ដោយយើងចូលមកកន្លែង configure ដដែលមកតើយើងធ្វើការ configure ហើយយើង save តើយើងធ្វើការបង្កើត directory សម្រាប់ folder private
តំងធ្វើការ add ទៅលើ user សម្រាប់ lock show ហើយ user 1ដាក់ user 1 ហើយតមកខ្ញុំ set password user 1 password គឺខ្ញុំដាក់1 2 3 តមកធ្វើការបង្កើតក្រុមខ្ញុំឲ្យក្រុមហ្នឹងគឺ add user 1ចូលទៅតមកយើងធ្វើការ restart ទៅលើ service ដល់ពិសាទៅលើ service យើងចូលមើលយើងចូលមកកន្លែងតារាដើម្បីចូលមក file server យើងវាយ IP តារាមកហើយយើងចុចចូលគឺមាន folder ទៀតដែល public ហើយនិង private ដែលខ្ញុំបង្កើតថ្មីតែយើងចូលយើងត្រូវការ username និង password ដែល username ខ្ញុំបង្កើតមិញគឺ user 1 ហើយ password 1 2 3អញ្ចឹងមកយើង log show កើតហើយក្នុងនេះគឺយើងអាចបង្កើត file ដូចក្នុង folder public បានហើយក៏យើងអាចចូលមើលនៅក្នុង Linux វិញហើយយើងបង្កើតមិញនេះគឺអរគុណលោកគ្រូវីដេអូមានត្រឹមប៉ុណ្្នឹង